យើងឃើញសកម្មភាពប្រជាពលរដ្ឋយើងលើកនេះឃើញគាត់មានការគ្រប់គ្រងផលិតផលខ្មែរយើងច្រើនយើងអ្នកដែលជាផលិតករហ្នឹងក៏សប្បាយចិត្តដែរព្រោះយើងផលិតផលយើងគឺលក់បានកើនជាងមុន feedback ពីអតិថិជនចំពោះគុណភាពរសជាតិគឺគេឲ្យមេដៃយើងថាកាន់តែឆ្ងាញ់ឡើងព្រោះវាកាន់តែយូរកាន់តែងុំវាជាប្រភេទស្រាក្រហមបាទព្រោះយើងដឹងថាស្រានេះជាស្រាលម៉ើផលិតពីផ្លែលម៉ើដែលចេញពីចំការលម៉ើសុខភាពផ្ទាល់ហើយយើងដឹងថាលម៉ើជាផ្លែឈើមួយដែលមានគុណប្រយោជន៍ច្រើនជួយសុខភាពបាទអញ្ចឹងបើសិនជាផលិតផលដែលផលិតចេញពីរបស់ដែលមានគុណភាពហើយគឺគាត់ជាវាផ្ដល់ជាអត្ថប្រយោជន៍ដល់អ្នកទទួលទានហើយយើងមានតែស្រាលម៉ើតែមួយមុខទេព្រោះយើងដឹងថាស្រាលម៉ើគឺជាប្រភេទស្រាក្រហមយើងផលិតទៅទុកបានយូរដល់អញ្ចឹងយើងអត់ទាន់ផលិតអីទៀតទេឲ្យស្រាលម៉ើវាដើរទៅសិនបាទព្រោះកាលណាយើងលក់អត់ទាន់ផលិតផលផ្សេងទៀតវាមាន delay តែលម៉ើអត់មាន delay យើងទុកបានយូរកាន់តែល្អកាន់តែឆ្ងាញ់លក់បានកាន់តែថ្លៃទៀតនិយាយទៅដែលពីយើងបាន certificate បានស្តង់ដារជាតិយើងមកតាំងពីឆ្នាំ2023មកគិតមកឥឡូវចូល3ឆ្នាំហើយបាទយើងយល់ឃើញថានឹងគាត់និយាយនឹងគឺត្រឹមត្រូវក៏ប៉ុន្តែបើសិនជាចង់បានតម្លៃកាន់តែធូរថ្លៃតប្រជាពលរដ្ឋយើងនាំនេះមកគ្រប់គ្រងផលិតផលខ្មែរទាំងអស់ទៅការផលិតយើងកាន់តែបានច្រើនអញ្ចឹងតម្លៃថ្លៃដើមគឺធ្លាក់ហើយដោយសារតម្លៃខ្ពស់រាល់ថ្ងៃដោយសារការផលិតនឹងមកគាត់ផលិតតិចដល់អញ្ចឹងតម្លៃដើមទៅខ្ពស់ហើយកាលណាផលិតច្រើនគឺធ្លាក់ទីបទៅខ្លួនឯងអញ្ចឹងសូមប្រជាពលរដ្ឋយើងជួយគ្រប់គ្រងផលិតផលខ្មែរទៅថ្ងៃក្រោយផលិតផលខ្មែរទាំងអស់នឹងអាចតម្លៃកាន់តែប្រសើរឡើងហើយចំពោះសំណួរនេះយើងអរគុណមែនទែនចំពោះអតិថិជនទាំងអស់ដែលតែងតែគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាជាពិសេសស្រាលម៉ើខ្ញុំក៏ជាផលិតផលខ្មែរដែរដែលគាត់មានការគ្រប់គ្រងហើយគាត់តែងតែជួយលើកទឹកចិត្តយើងថាយើងចេះកែច្នៃផលិតផលអត់ទុកចោលអីចឹងទៅដែលធ្វើឲ្យយើងកាន់តែទទួលបានកម្រៃពីផលិតផលពីផ្លែឈើរបស់យើងនឹងមកទៀតយើងអរគុណគាត់ហើយក៏អរគុណដល់រាជរដ្ឋាភិបាលដែរដែលគ្រប់គ្រងផលិតផលខ្មែររាជរដ្ឋាភិបាលតែងតែជំរុញលើកទឹកចិត្តដល់សិប្បករទាំងអស់ដែលអ្នកផលិតនឹងឲ្យប្រឹងប្រែងក្នុងការផលិតហើយការទាំងនេះយើងសង្ឃឹមថាបងប្អូនជាពលរដ្ឋនឹងគ្រប់គ្រងនឹងព្យាយាមបន្តទៅទៀតដែរយើងអរគុណគាត់ទុកជាមុនបាទ